សម្ដេចតេជោហ៊ុនសែននៅវេលាព្រឹកថ្ងៃពុធទី3ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំឆ្លៀតក្នុងឱកាសនេះសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ច្បាស់តាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញថាគ្មានការយោគយល់ណាមួយនោះទេចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឈរបោកតាមប្រព័ន្ធអនឡាញនិងអ្នកដែលពាក់ព័ន្ធក៏មិនត្រូវលើកលែងជាដាច់ខាតសម្ដេចតេជោបានប្រាប់ឲ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ការពារនិងថែរក្សាធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋានជាពិសេសខេត្តកំពង់ធំគឺជាធនធានធម្មជាតិបឹងទន្លេសាបត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹកនិងរួមគ្នាថែរក្សាឲ្យបានគង់វង្សសម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឲ្យបានល្អប្រសើរបំផុតជាពិសេសបន្តយកចិត្តទុកដាក់ផ្ដល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពខ្ពស់សម្ដេចតេជោក៏បានក្រើនរំលឹកនៅប្រសាសន៍ដែលសម្ដេចតែងតែរំលឹកដល់មន្ត្រីតាំងពីពេលកាន់អំណាចជានាយករដ្ឋមន្ត្រីថាយើងត្រូវរត់ទៅរកការងារកុំឲ្យការងាររត់មករកយើងហើយយើងត្រូវរត់ទៅរកប្រជាជនកុំឲ្យប្រជាជនរត់មករកយើងសម្ដេចក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានៅស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរួមមានការបង្ក្រាបនៅបទល្មើសផ្សេងដូចជាចោរឆក់ចោរប្លន់ការជួញដូរគ្រឿងញៀនការជួញដូរមនុស្សនិងបទល្មើសតាមអនឡាញជាដើមសម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ជៀសវាងភាពអសកម្មនិងការគៀបសង្កត់ណាមួយដល់បងប្អូនប្រជាពលរដ្ឋឲ្យត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយនីរបស់ប្រជាជននោះទេមន្ត្រីគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនពីខ្ញុំបាទសេងខ្មា